សម្រាប់ថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025ដែលត្រូវជាថ្ងៃជូតនេះយ៉ាងឆុងគ្នាជាមួយអ្នកដែលមានឆ្នាំមមីធាតុឈើវ័យ12ឆ្នាំនិងមមីធាតុភ្លើងវ័យ60ឆ្នាំល្អចំពោះអ្នកដែលត្រូវការធាតុមាសទឹកនិងអ្នកដែលមានឆ្នាំឆ្លូវរោងហើយនឹងវោកទិសដែលត្រូវបានហាមឃាត់ក្នុងការជួសជុលស្វានដំបគ្រឹះនៅថ្ងៃស្អែកមានទិសខាងត្បូងហើយនឹងត្បូងជើងកើតយើងឃើញថាថ្ងៃស្អែកមានថាមពលល្អប្រសើរបងប្អូនអាចធ្វើការលាងសូយកាត់សក់ក្រចកបរិច្ចាគទានបរិច្ចាគឈាមបានល្អប្រសើរក្នុងករណីដែលបងប្អូនមានអារម្មណ៍ថា stress មុខស្មាញជួបតែរឿងមិនល្អការងារមិនទៅមុខយើងអាចធ្វើបានពេញមួយថ្ងៃប៉ុន្តែក្នុងករណីដែលបងប្អូនចង់បានម៉ោងល្អបន្ថែមទៀតបងប្អូនអាចធ្វើពីម៉ោង15ទៅម៉ោង19រសៀលយើងឃើញថាតារាសាស្ត្រនៅទិសខាងកើតទី1អង្សា75អង្សាមានភាពល្អប្រសើរក្នុងករណីដែលបងប្អូនចង់ចាប់លាបឬក៏បន្ទោះលាបបងប្អូនអាចធ្វើបានចន្លោះពីម៉ោង15ទៅម៉ោង17រសៀលដោយធ្វើការដុតទៀន9ដើមឬក៏ដាក់ទឹកមានចលនានៅក្នុងទិស75អង្សារីឯការធ្វើការសមាធិតាមបែបឈីមិនតុនជាសម្រាប់ថ្ងៃទី27យើងឃើញថាទិសខាងជើងឈៀងខាងកើតចន្លោះម៉ោង7ទៅម៉ោង9ព្រឹកមានថាមពលល្អប្រសើរបងប្អូនអាចបែរខ្នងទៅទិសខាងជើងឈៀងខាងកើតសមាធិដោយការធ្វើចិត្តឲ្យស្ងប់មโนឲ្យដូចជាការពិតនៅការលាងថាមពលអវិជ្ជមានសូយ stress មុខស្មាញហើយទទួលមកវិញនៅលាភសំណាងទ្រព្យសម្បត្តិនិងភាពរីកចម្រើនក្នុងមុខរបរការងារជូនពរសំណាងល្អសម្រាប់ថ្ងៃស្អែកផ្ទាល់អរគុណ